រឿងទំនួលខុសត្រូវរបស់ពុទ្ធិនៅក្នុងភូមិស្រុកស្រែមួយមានកុមារាម្នាក់ឈ្មោះថាពុទ្ធិរស់នៅជាមួយឪពុកម្ដាយគ្រួសារពុទ្ធិជាគ្រួសារកសិករដូច្នេះហើយទើបពួកគេចាំបាច់ត្រូវក្រោកពីព្រលឹមដើម្បីដាំដុះស្រូវចិញ្ចឹមសត្វនិងធ្វើការងារខ្លះនៅឯស្រែថ្ងៃមួយឪពុករបស់ពុទ្ធិបានផ្ដល់ភារៈមួយឲ្យពុទ្ធិចិញ្ចឹមបីបាច់មើលថែរក្សាកូនគោតូចមួយដំបូងពុទ្ធិមានអារម្មណ៍ថាខ្ជិលណាស់គេចង់ទៅលេងជាមួយមិត្តភក្តិគេជាងប៉ុន្តែម្ដាយរបស់គេបានពន្យល់ថាពុទ្ធិបើសិនជាកូនខិតខំប្រឹងប្រែងនៅថ្ងៃនេះថ្ងៃមុខកូនប្រកាសជាទទួលបានលទ្ធផលល្អមិនខានទេណាជឿម៉ែចុះតើពុទ្ធិជឿលើម្ដាយរបស់គេដែរឬទេសូមរងចាំទស្សនានៅភាគទី2